ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះប្រជុំជាមួយនឹងគ្រូសាស្ត្រជាថ្មីម្ដងទៀតហើយយើងនឹងបន្តថ្នាក់ពិសោធន៍របស់យើងទាំងគ្នាអញ្ចឹងយើងនៅតែបន្តរៀនអំពី Unit 12 ហើយថ្ងៃនេះយើងចូលដល់ Lesson C ដែលយើងពី I think សំដៅបាទ I think បាទ I get a job មានន័យថាខ្ញុំគិតថាខ្ញុំនឹងទទួលបានការងារមួយប៉ុន្តែថ្ងៃនេះយើងរៀនផ្ដោតសំខាន់ទៅលើ vocabulary គឺពាក្យកលឹះដែលនិយាយអំពី milestones បាទ milestone នឹងមានន័យថាយើងនិយាយជាខ្មែរថាវាជាព្រឹត្តិការណ៍សំខាន់មួយដែលវាកើតឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗមានន័យថាដំណើរឬក៏សកម្មភាពដែលមនុស្សម្នាក់ៗត្រូវតែជួបនៅពេលដែលគាត់មានជីវិតរស់នៅលើផែនដីនេះបាទវាអាចនឹងជួបអញ្ចឹងណាបាទតោះអញ្ចឹងយើងមើលមាន3ចំណុចសំខាន់ទី1និយាយអំពី personal milestones បាទយើងនិយាយអំពីព្រឹត្តិការណ៍ទាក់ទងមួយផ្ទាល់ខ្លួនរបស់យើងណាបាទតែមានពាក្យឃ្លា3សំខាន់ទី1 buy a house មានប្រែជាខ្មែរថាទិញផ្ទះបាទយើងមានលុយគ្រប់គ្រាន់សំលុយបានទៅបាទទាក់ទងមួយ personal របស់យើងហ្នឹងខ្លួនរបស់យើងគឺខំប្រឹងធ្វើការសំលុយបានមកយើងយកទៅទិញផ្ទះអញ្ចឹងអានេះគឺជាព្រឹត្តិការណ៍សំខាន់នៅក្នុងជីវិតរបស់យើងហើយដែលយើងម្នាក់ៗត្រូវមានទីជម្រកមួយសមរម្យស្នាក់មែនដែរបាទទី2គឺ get married បាទយើងនិយាយអំពីការរៀបការអញ្ចឹងជាទូទៅខ្ញុំអត់និយាយទាំងអស់ទេមានន័យថាជាទូទៅមនុស្សត្រូវតែមានរៀបអាពាហ៍ពិពាហ៍ហើយដើម្បីទទួលបានដៃគូពីព្រោះព្រះអង្គបង្កើតមនុស្សមកដំបូងគេគឺមានអាដាមនិងអេវ៉ាឲ្យពួកគេរស់នៅជាគូដែរដែលយើងត្រូវការគ្នាក្នុងការទំនាក់ទំនងក្នុងការជែកក្នុងការពិភាក្សានៅក្នុងដំណើរជីវិតក្នុងការរស់នៅរបស់យើងដែរបាទប៉ុន្តែមិនមែនគ្រប់គ្នាត្រូវតែរៀបការទេអាចអ្នកខ្លះក៏ចូលចិត្តរបៀបរស់នៅម្នាក់ឯងអ្នកខ្លះចូលចិត្តរបៀបរស់នៅជាមួយដៃគូទៅអាស្រ័យទៅលើការគិតរបស់មនុស្សម្នាក់ទី3បាទ rent an apartment មានន័យថាជួលផ្ទះជួលឬក៏ជួលអគារដើម្បីស្នាក់នៅពេលយើងអត់ទាន់មានលុយទិញផ្ទះយើងគ្រាន់តែជួលអគារស្នាក់នៅសិនដើម្បីឲ្យយើងមានកន្លែងស្នាក់នៅមួយសមរម្យដែរបាទអញ្ចឹងលោកគ្រូមានឧទាហរណ៍មួយបាទ example Vanny and Charlie decide to get married on the beach អញ្ចឹងលោកគ្រូបានលើកយកអំពី clear get married រៀបអាពាហ៍ពិពាហ៍ឬក៏រៀបការអញ្ចឹង Vanny និង Charlie នេះគាត់បានសម្រេចចិត្តរៀបការនៅឯឆ្នេរសមុទ្រ on the beach បាទតោះយើងមើលទី2ដែលនិយាយអំពី milestone ដែរព្រឹត្តិការណ៍សំខាន់ដែលទាក់ទងជាមួយនឹងការអប់រំ educational milestones បាទនិយាយអំពីព្រឹត្តិការណ៍សំខាន់នៅក្នុងជីវិតយើងជាមនុស្សដែលនិយាយទាក់ទងជាមួយការអប់រំមានឃ្លាសំខាន់3ដែរទី1យើងនិយាយអំពី start school អញ្ចឹងម្នាក់ជាទូទៅត្រូវតែទៅសាលាដើម្បីធ្វើការសិក្សារៀនសូត្រអំពីចំណេះអំពីជំនាញផ្សេងអញ្ចឹងយើងត្រូវចាប់ផ្ដើមសាលាដំបូងគឺ start school ហ្នឹងមានន័យថាចូលរៀនបាទចាប់ផ្ដើមពីថ្នាក់បឋមថ្នាក់បឋមរហូតដល់វិទ្យាល័យទៅទី2 graduate from high school អញ្ចឹងពេលយើងចូលរៀនហើយនៅយើងដឹងថានៅទី10ថ្នាក់ទី12ដែលយើងថាឆ្នាំបាក់ឌុបយើងត្រូវប្រឡងបាក់ឌុបដើម្បីបញ្ចប់ពេលយើងជាប់ទៅយើងហៅថា graduate from high school មានន័យយើងទទួលបានសញ្ញាបត្រមួយឯងដែលបញ្ជាក់ថាយើងបានបញ្ចប់ការសិក្សានៅវិទ្យាល័យបាទទី3នោះគឺ go to college គឺរៀនបន្តមានន័យថាបន្ទាប់ពីយើងចប់មហាវិទ្យាល័យហើយយើងត្រូវបន្តទៅមហាវិទ្យាល័យដើម្បីបំពេញជំនាញយើងបន្ថែមត្រៀមក្នុងការដែលយើងចេញមករកការងារធ្វើឬក៏បង្កើតអាជីពខ្លួនឯងផ្ទាល់ហើយនេះទាំង3នេះនិយាយទាក់ទងជាមួយនឹង educational milestone និយាយពីព្រឹត្តិការណ៍សំខាន់ដែលទាក់ទងជាមួយនឹងការអប់រំបាទអញ្ចឹងគ្រូមានឧទាហរណ៍មួយដែលគ្រូយកអំពីការ clear start school បាទ She could start school this year អញ្ចឹងនាងគួរតែចាប់ផ្ដើមចូលរៀននៅឆ្នាំនេះអញ្ចឹងមានន័យថាក្មេងស្រីនោះគាត់ប្រហែលអាយុហើយ6ឆ្នាំឬក៏4ឆ្នាំគាត់ត្រូវចូលរៀនអញ្ចឹងយើងត្រូវមានន័យថាចង់ប្រាប់យើងថាគួរតែបញ្ជូនគាត់ឲ្យទៅរៀននៅឆ្នាំហ្នឹងទៅបើសិនជាឆ្នាំហ្នឹងគាត់គ្រូខាងបាទចំណុចទី3ចុងក្រោយយើងនិយាយអំពី work related milestone មានន័យថាព្រឹត្តិការណ៍សំខាន់ដែលពាក់ព័ន្ធជាមួយនឹងការងារបាទព្រឹត្តិការណ៍សំខាន់ដែលពាក់ព័ន្ធជាមួយការងារអញ្ចឹងគ្រូក៏លើកឃ្លា3ដែរទី1គឺ start a career មានន័យថាការចាប់ផ្ដើមអាជីពឬក៏មុខរបរមានន័យថាយើងវាខុសពីការងារកាលណាយើងវាស្ថិតនៅក្នុងការងារដែរប៉ុន្តែវាជា
ការងារមួយដែលយើងផ្ដោតចិត្តលើខ្លួនឯងយើងបង្កើតមុខរបរដល់ខ្លួនឯងពីហោខ្ញុំបង្កើតមុខរបរមួយការលក់បាយពីព្រឹកលក់បាយស្រូបលក់កាទៀវអញ្ចឹងហ្នឹងជាមុខរបររបស់ខ្ញុំហើយតែបើខ្ញុំទៅជួយលក់គេអានេះហៅថាជាការងារដែលខ្ញុំទៅស៊ីឈ្មោះគេខុសគ្នាអញ្ចឹងណាបាទឃើញវាខុសពី job បន្តិចបាទតោះទី2 get promote បាទ get promote មានន័យថាដំឡើងដំណែងឋានៈឬក៏យើងណែនាំនរណាម្នាក់ឲ្យទៅធ្វើការនៅកន្លែងណាមួយក៏យើងហៅថា promote ដែរយើង promote នោះមានន័យថាយើងនិយាយលើកតម្កើងគាត់លើកកម្ពស់គាត់តែបើយើងជាបុគ្គលិកនៅកន្លែងធ្វើការមួយហើយបើសិនជាមានគាត់ promote យើងមានន័យថាគាត់ដំឡើងយើងដំឡើងតំណែងយើងឬក៏ឋានៈយើងឲ្យខ្ពស់ជាងមុនទៅទៀតទៅបាទហ្នឹងគឺមានន័យថា get promote នឹងឯងបាទចុងក្រោយគឺ retire ពិតជាក់ស្ដែងយើងទាំងអស់គ្នាពេលដែលធ្វើការហើយដល់អាយុមួយគឺយើងត្រូវតែ retire មានន័យថាចូលនេះវត្តឬក៏ឈប់ធ្វើការឬក៏យើងមួយទៀតថាធ្វើការកើតអញ្ចឹងណាយើងអស់សមត្ថភាពក្នុងការធ្វើការអញ្ចឹងគេឲ្យយើង retire មានន័យថាចូលនិវត្តន៍ហើយបើនៅស្រុកគេគឺគេមានប្រាក់ចូលនិវត្តន៍សម្រាប់អ្នកធ្វើការសម្រាប់ជីជនរបស់គេអញ្ចឹងទៅហើយនៅស្រុកយើងនេះបច្ចុប្បន្នក៏កំពុងតែមាន retire នេះដែរប្រាក់ចូលនិវត្តន៍នឹងសម្រាប់ប្រជាជនដែលគាត់មានអាយុចាប់ពី60ទៅ65ឆ្នាំឡើងទៅដែលគាត់ចូលនិវត្តន៍ណាគាត់នឹងទទួលបានប្រាក់និវត្តន៍មានតែប្រាក់ចាស់នៅពេលដែលគាត់ចាស់ជំនាញដែលយើងបង់ជារៀងរាល់ខែទៅតាមស្ថាប័នរដ្ឋដែលគេតម្រូវឲ្យយើងបង់ហ្នឹងណាជាង retire ចូលនិវត្តន៍អញ្ចឹងលោកគ្រូមានឧទាហរណ៍មួយដែរដែលនិយាយអំពី retire ណា He recently retired from teaching គាត់បានសម្រាប់មានន័យថាគាត់ភ្លាមគាត់បានចូលនិវត្តន៍អំពីការបង្រៀនមានន័យថាគាត់បានឈប់រៀនហើយគាត់ចូលនិវត្តន៍ហើយគាត់ឈប់រៀនឧទាហរណ៍ដល់គ្រូអញ្ចឹងនៅពេលដែលខ្ញុំចូលនិវត្តន៍មានន័យថាខ្ញុំឈប់មកបរៀនទៀតហើយព្រោះខ្ញុំចូលនិវត្តន៍ហើយខ្ញុំត្រូវចាំយកប្រាក់ខែចូលនិវត្តន៍ចឹងទៅនៅពេលដែលខ្ញុំគ្រប់អាយុចូលនិវត្តន៍ត្រឡប់មកវិញថ្ងៃនេះយើងនិយាយអំពី milestones ព្រឹត្តិការណ៍សំខាន់នៅក្នុងជីវិតរបស់យើងម្នាក់ៗដែលយើងនិយាយអំពី personal milestone និយាយអំពីព្រឹត្តិការណ៍សំខាន់តួខ្លួនរបស់យើងតែម្ដងហើយទី2គឺនិយាយអំពី educational milestone ដែលនិយាយអំពីព្រឹត្តិការណ៍សំខាន់ទាក់ទងនឹងការអប់រំហើយទី3និយាយពី work related milestone ដែលយើងនិយាយពីព្រឹត្តិការណ៍សំខាន់ដែលទាក់ទងជាមួយនឹងការងារបាទអញ្ចឹងបងប្អូនច្រើនថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងហើយសូមព្រះបាទ